សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទកាកាដាគឺជា Certified Member របស់ ISC2 ខ្ញុំបានប្រឡងជាប់វិញ្ញាបនបត្រ Certified in Cyber Security របស់ ISC2 នៅក្នុងខែសីហាឆ្នាំ2024ក្រោយពេលប្រឡងជាប់ខ្ញុំបានធ្វើការចែករំលែកជាសិក្ខាសាលាមួយចំនួនទៅបងប្អូនខ្មែរយើងដើម្បីឲ្យពួកគាត់មានចំណាប់អារម្មណ៍ទៅក្នុងការចាប់យកអាជីពនៅក្នុងវិស័យ Cyber Securityក្រោយពេលបញ្ចប់សិក្ខាសាលាមួយចំនួននោះខ្ញុំសង្កេតឃើញថាមានបងប្អូននិស្សិតយើងមួយចំនួនគាត់បានចាប់ផ្ដើមទៅរៀនដើម្បីប្រឡងយកវិញ្ញាបនបត្រមួយនេះវិញ្ញាបនបត្រនេះគឺពិតជាមានតម្លៃពីព្រោះវាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិហើយអ្នកដែលមានវិញ្ញាបនបត្រនេះគឺបង្ហាញថាពួកគេពិតជាមានសមត្ថភាពនិងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៅក្នុងវិស័យសន្តិសុខ Cyber ខ្ញុំធ្វើវីដេអូនេះឡើងមិនមែនជាការអួតប៉ុន្តែជាការលើកទឹកចិត្តដល់បងប្អូននិស្សិតឬបងប្អូនដែលកំពុងតែបំពេញការងារនៅក្នុងវិស័យ IT អាចចាប់ផ្ដើមស្វែងយល់អំពីវិញ្ញាបនបត្រអន្តរជាតិ Certified in Cyber Security នៅពេលដែលបងប្អូនខ្មែររបស់យើងនៅក្នុងវិស័យ IT ទទួលបានវិញ្ញាបនបត្រនេះច្រើនវាមិនត្រឹមតែបង្ហាញពីសមត្ថភាពរបស់យើងទាំងអស់គ្នាតែប៉ុណ្ណោះទេតែវាថែមទាំងបង្ហាញពីមោទនភាពរបស់យើងនៅលើឆាកអន្តរជាតិផងដែរខ្ញុំនឹងធ្វើវីដេអូចែករំលែកអំពីការរៀននិងការប្រឡងយកវិញ្ញាបនបត្រ Certified in Cyber Security របស់ ISC2 នេះដល់បងប្អូនខ្មែររបស់យើងហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជាប្រយោជន៍ដល់បងប្អូននៅក្នុងវិស័យ IT ឬបងប្អូននៅក្នុងវិស័យផ្សេងដែលមានគោលបំណងផ្លាស់ប្ដូរអាជីពមកក្នុងវិស័យសន្តិសុខ Cyber